Giờ số lượng crew sẽ là nó kia nhưng mà chúng ta là nè để chia ní sát màu bì vị trí sàn bảo hộ chạy cái tay Campuchia để màu bì để bắt tầm mong vị trí sát computerក្រុម A ដែលសិក្សានៅក្រមជំនាញ camera security ដែលបង្រៀនដល់លោកគ្រូសាស្ត្រាចារ្យលោកគ្រូម៉ៅដាដោយថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលនិយាយតាក់ទងពីផែនការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពហើយនៅក្នុងក្រុមសមាជិកខ្ញុំគឺមានក្រុម3នាក់ទី1 Kim Van Sak ទី2 ស្រីសុជាតាទី3អន្តនាខ្ញុំផ្ទាល់ប្រធានបទនេះខ្ញុំលើកយកសារជីកម៉ងផ្ទាល់ដែលជាគំរូនៃផែនការរបស់ខ្ញុំដែលយើងនឹងនិយាយតាក់ទងជាមួយនឹងការដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដែលកម្រិតអាជីវកម្មការរៀបចំផែនការថវិកាហិរញ្ញវត្ថុនិងការព្យាករណ៍និងការបែងចែកប្រាក់ចំណូលនៅក្នុងក្រុមការងារជាដើមអញ្ចឹងយើងចូលទៅកាន់ slide បន្ទាប់ដោយនៅក្នុង slide របស់ខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងមាតិកាទី1គឺយើងនឹងនិយាយផ្នែកទី1នៃការចងកេតនីតិតាំងជាក់ស្ដែងផ្ទាល់និងការរៀបចំប្លង់កាមេរ៉ាហើយចំណែកផ្នែកទី2គឺយើងនឹងនិយាយតាក់ទងជាមួយនឹងបច្ចេកវិទ្យានិងប្រព័ន្ធគ្រប់គ្រងការវិភាគលក្ខណៈនិងបច្ចេកទេសនិងមុខងារឆ្លាតវៃរបស់កាមេរ៉ាហើយផ្នែកទី3យើងនឹងនិយាយតាក់ទងនឹងការសំណើថវិកានិងវិក័យប័ត្រកម្រងរបស់អតិថិជននិងការបែងចែកផលចំណេញអញ្ចឹងយើងចូលទៅកាន់មាតិកាទី1មាតិកាទី1ការចុះសង្កេតទីតាំងជាក់ស្ដែងនិងការរៀបចំប្លង់កាមេរ៉ាអូខេយើងមកចូលមើល slide ទី1យើងគឺដែលនិយាយតាក់ទងជាមួយនឹងការចុះសង្កេតនៅខាងមុខហាងដោយហេតុអ្វីបានខ្ញុំជ្រើសរើសយកសារជីកម៉ងផ្ទាល់មកធ្វើបទបង្ហាញដោយសារតែទី1សារជីកម៉ងយើងដឹងហើយស្រាប់ហើយថាសារជីកម៉ងគឺជាកន្លែងលក់ទំនិញគ្រប់ប្រភេទអញ្ចឹងមានភ្ញៀវចូលទៅលេងច្រើនកកមានថាភ្ញៀវចូលទៅទិញទំនិញច្រើនកកអញ្ចឹងយើងត្រូវមានជាប្រព័ន្ធសុវត្ថិភាពឬមួយជាកាមេរ៉ាដើម្បីតាមដានឬមួយខ្លំមើលជីវកម្មយើងហ្នឹងគឺមានសុវត្ថិភាពអញ្ចឹងយើងមកងាកមើលនៅសារជីកម៉ងក្រែនភ្នំពេញយើងផ្ទាល់គឺយើងឃើញស្រាប់ហើយថានៅខាងមុខហាងគឺមានកញ្ចក់យ៉ាងធំអញ្ចឹងពន្លឺគឺចាំងអញ្ចឹងគឺដូច្នេះយើងអាចដឹងថាអូខេពន្លឺថ្ងៃតើយើងគួរជ្រើសរើសកាមេរ៉ាប្រភេទណាដើម្បីឲ្យវាកាត់បន្ថយឬមួយប្រឆាំងជាមួយនឹងពន្លឺពេលយើងដំឡើងរួចដោយនៅក្នុងខាងក្រោមនេះគឺខ្ញុំបាននិយាយពីតាក់ទងជាមួយនឹងការរចនាការ figuring អំពីឬមួយអាចនិយាយថាបញ្ជាក់ថា spec ដោយនៅក្នុងចំណុចនេះគឺខ្ញុំនិយាយពី wide dynamic range ហើយអ្វីបានយើងត្រូវការ wide dynamic range ហ្នឹងគឺតម្រូវឲ្យយើងប្រើប្រាស់កាមេរ៉ាដែលមានបច្ចេកវិទ្យា WDR កម្រិតខ្ពស់ដើម្បីទប់ស្កាត់នៅពន្លឺថ្ងៃខ្លាំងនិងការលុបបំបាត់បញ្ហាចាំងផ្លាពីទ្វារកញ្ចក់នៅពេលថ្ងៃត្រង់អញ្ចឹងកាលណាពន្លឺព្រះអាទិត្យចាំងមកលើកញ្ចក់វាធ្វើឲ្យអាពន្លឺនោះគឺចាំងទៅកាន់កាមេរ៉ាដែលប្រភេទកាមេរ៉ាធម្មតាគឺអត់អាចមើលច្បាស់ទេតែប្រភេទកាមេរ៉ាដែលមានប្រភេទ WDR គឺវាអាចកាត់បន្ថយនៃការចាំងផ្លាកបានដែលយើងសង្កេតឃើញថានៅកន្លែងច្រកចូលគឺមានកញ្ចក់យ៉ាងធំអូខេអញ្ចឹងយើងទៅចំណុចទី2របស់យើងផ្ទាល់អូខេនៅក្នុងនេះយើងអាចសង្កេតខាងក្នុងហាងរបស់សារជីកម៉ងផ្ទាល់បាននៅក្នុងខ្សែបន្ទាប់នេះយើងអាចសង្កេតឃើញថាគឺជាប្លង់ដែលខ្ញុំគូរដែលតាក់ទងជាមួយនឹងសារជីកម៉ងផ្ទាល់យើងអាចសង្កេតឃើញថាចំណុចក្រហមនេះគឺជាកាមេរ៉ាដែលយើងត្រៀមនឹងដាក់អញ្ចឹងយើងចូលខ្សែបន្ទាប់ដែលយើងនឹងស៊ីជម្រៅតាក់ទងជាមួយនឹងផ្នែកនីមួយៗនៃការដំឡើងកាមេរ៉ាអូខេយើងឃើញថានៅក្នុងតំបន់ជីកម៉ងយើងគឺយើងដំឡើងកាមេរ៉ា20គ្រាប់យើងអាចសង្កេតឃើញថាកាមេរ៉ាទី1ទៅកាមេរ៉ាទី4គឺយើងដាក់នៅកន្លែងច្រកចូលហើយនឹងចំណាត់រីឯកាមេរ៉ាទី5ទី7គឺជាកន្លែងដែលយើងដាក់សង្កេតមើលកន្លែង cashier កន្លែងគិតលុយអីចឹងហើយនៅក្នុងទី5ទី6នេះដែរកាមេរ៉ានេះគឺមានចំណុចពិសេសគឺអាចស្រូបសំឡេងបានហើយនឹងកម្រិតរូបភាពគឺច្បាស់រីឯកាមេរ៉ាទី8ដល់ទី16វិញគឺជាកន្លែងផ្នែកទំនិញនិងកន្លែងតំបន់កណ្ដាលហាងហើយនឹងកាមេរ៉ាទី17ដល់ទី20នៅតំបន់នេះវិញយើងឃើញថាគឺជាកាមេរ៉ាដាក់នៅក្នុងឃ្លាំងហើយនឹងកន្លែងកាមេរ៉ាការិយាល័យអូខេចំណុចផ្នែកទី2នេះយើងនឹងនិយាយតាក់ទងជាមួយនឹងបច្ចេកវិទ្យាប្រព័ន្ធគ្រប់គ្រងនិងការវិភាគលក្ខណៈបច្ចេកទេសនិងមុខងារឆ្លាតវៃហើយនៅក្នុងនេះក៏គេសួរថាហេតុអ្វីបានយើងត្រូវការជ្រើសរើសប្រព័ន្ធ NVR អូខេអញ្ចឹងយើងមកមើល slide បន្ទាប់របស់យើងគឺយើងឃើញថាយើងមានឧបករណ៍2មួយហៅ DVR មួយទៀតហៅ NVR អញ្ចឹងយើងមើលដឹងពីភាពខុសគ្នារវាងពីរហ្នឹងប្រភេទ DVR គឺជាប្រភេទ analog បុរាណដែលវាប្រើប្រាស់ខ្សែ cashier វាមានភាពស្មុគស្មាញហើយសោភ័ណភាពវាគឺអត់សូវស្អាតទេវាងាយរងនឹងទទួលរងនឹងពីប្លុកវិទ្យុហើយកម្រិតរូបភាពទាបត្រឹមតែ108និងពិបាក
ពង្រីកហើយសមត្ថភាពវាគឺអត់មានគ្មានសមត្ថភាពការភាគទិន្នន័យនិងការ scan មុខតម្រងមុខអីចឹង AI តម្រងមុខមនុស្សអីហ្នឹងហើយបើយើងមកមើល DVR វិញគឺវាប្រើប្រាស់ប្រព័ន្ធ network ឆ្លាតវៃដែលវាប្រើប្រាស់ខ្សែ Cat6 តែមួយសម្រាប់បញ្ចូលថាមពលនិងទិន្នន័យហើយរូបភាពច្បាស់ខ្លាំងកម្រិត 4K និងមានងាយស្រួលពង្រីកនិងពិនិត្យមានការរំខានសញ្ញាដោយការបញ្ចូលទិន្នន័យតាមរយៈប្រព័ន្ធបច្ចេកវិទ្យា IP រួមបញ្ចូលនឹងប្រព័ន្ធ AI ចាប់មុខនិងសញ្ញាឆ្លងដែននិងកម្មវិធីក្នុងទូរស័ព្ទដៃបានទៀតអញ្ចឹងអាជីវកម្មនៅក្នុងផ្សារជីកម៉ុងផ្ទាល់សម្រាប់ការដំឡើងឧបករណ៍ប្រព័ន្ធគឺពួកខ្ញុំ recommend NVR គឺទី1វាងាយស្រួលទី2វាអត់ស្មុគស្មាញនិងវាមានមុខងារជាច្រើនជាង DVR ហើយសម្រាប់កម្រិតរូបភាពវិញគឺ 4K ហើយវាងាយស្រួលប្រើជាង DVR ទៀតតែអញ្ចឹងយើងមកមើលslide បន្តយើងគឺនិយាយពីមុខងារសន្តិសុខឆ្លាតវៃអញ្ចឹងនៅក្នុងកាមេរ៉ាយើងផ្ទាល់គឺយើងមាន function ទី1គឺមាន AI people counting គឺមានបច្ចេកវិទ្យា AI សម្រាប់រាប់ចំនួនភ្ញៀវហើយទី2 intrusion lining crossing កំណត់តំបន់ហាមឃាត់ទី3គឺ cloning size remote live គឺយើងអាច remote ពីចម្ងាយពីកន្លែងណាក៏បានពីឧបករណ៍ណាក៏បានអញ្ចឹងយើងមកអត់ពីចំណុចទី1 AI people counting ចំណុចទី1នេះគឺយើងនិយាយតាក់ទងជាមួយនឹងប្រព័ន្ធកាមេរ៉ាឆ្លាតវៃរបស់យើងគឺអាចរាប់ចំនួនអតិថិជនដែលចូលផ្សាយមកប្រចាំថ្ងៃអញ្ចឹងមានន័យថាប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់យើងគឺឆ្លាតវៃគឺអាចរាប់អតិថិជនដែលចេញចូលផ្សារជីកម៉ុងផ្ទាល់និងប្រចាំថ្ងៃដែលនឹងការបញ្ចូលទិន្នន័យទៅកាន់ផ្នែកគ្រប់គ្រងដើម្បីវិភាគនៃអាជីវកម្មរបស់ផ្សារជីកម៉ុងអញ្ចឹងមានន័យថាកាមេរ៉ារបស់យើងគឺអាច track people ដែលគាត់ចូលមកកាន់ផ្សារជីកម៉ុងនៃចំនួនមនុស្សក្នុងប្រចាំថ្ងៃអញ្ចឹងអូខេចំណុចទី2នេះយើងនឹងនិយាយតាក់ទងជាមួយនឹង intrusion lining crossing ការឆ្លងកាត់ចំណុចកំហុសឬនៅតំបន់ដែលហាមឃាត់អញ្ចឹងមានន័យថាកាមេរ៉ាយើងគឺអាច detect ឬមួយ tracking តំបន់ហាមឃាត់នៅផ្សារជីកម៉ុងនៅកន្លែងដែលយើងត្រូវដាក់គឺវាកំណត់តំបន់ហាមឃាត់របងសុវត្ថិភាពប្រព័ន្ធនឹងផ្ញើសារភ្លាមទៅកាន់ទូរស័ព្ទដៃបើសិនបើមានមនុស្សចូលឃ្លាំងឬមួយចូលទៅកន្លែងណាដែលគ្មានការអនុញ្ញាតហើយជាដើមវានឹង allowed ទៅកាន់ទូរស័ព្ទភ្លាមហើយចំណុចទី3គឺ clouding remote and live គឺវាអនុញ្ញាតឲ្យយើងតាមដានរាល់សកម្មភាពតាក់ទងនៅក្នុងផ្សារជីកម៉ុងយើងផ្ទាល់ដោយតាមទូរស័ព្ទឬមួយកុំព្យូទ័រ tablet នៅកន្លែងឆ្ងាយបានដោយសុវត្ថិភាពអញ្ចឹងយើងទៅមើលកាន់ slide បន្តយើងគឺនិយាយតាក់ទងនឹងអីគេអញ្ចឹងយើងមកមើលផ្នែកទី3របស់យើងគឺនិយាយពីសំណើថាវិការពាណិជ្ជកម្មវិក័យប័ត្រគម្រោងរបស់អតិថិជននិងការបែងចែកផលចំណេញអញ្ចឹងយើងមកមើលវិក័យប័ត្រនិងគម្រោងដំឡើងផ្លូវការនៅក្នុង catalog នេះគឺយើងនិយាយតាក់ទងជាមួយនឹងកាមេរ៉ាតែយើងប្រើប្រាស់កាមេរ៉ាច្រើននៅក្នុងការដំឡើងនៅផ្សារជីកម៉ុងយើងផ្ទាល់អញ្ចឹងប្រភេទទី1គឺខ្ញុំនឹងជ្រើសរើសយកប្រភេទ auto bullet camera ដែលវាមាន 2 pixel Full HD ដែលខ្ញុំជ្រើសរើសយក5គ្រាប់ដែលតម្លៃដើមវាគឺ$22ហើយខ្ញុំលក់ចេញវិញទៅ$35ដែលយើងចំណេញបាន$13ហើយកាមេរ៉ាទី2គឺ indoor turret camera ដែលវារួមបញ្ចូលជាមួយនឹង mic ហើយ4 megapixel ហើយខ្ញុំជ្រើសរើសយក3គ្រាប់ដោយតម្លៃដើមវាគឺ$28យើងលក់វិញ$45ចំណេញបាន$17រីឯកាមេរ៉ាទី3គឺ indoor turret ដែលមាន2 pixel ហើយ Full HD ប៉ុន្តែកាមេរ៉ានេះផ្ទាល់គឺវាអត់សូវសំឡេងដូចលើទេហើយខ្ញុំជ្រើសរើស12គ្រាប់ដោយតម្លៃដើមវាគឺ$18ហើយយើងលក់ចេញវិញ$30ដែលយើងចំណេញបាន$12វិញអូខេអញ្ចឹងយើងមើលឃើញថាកាមេរ៉ាទាំងអស់យើងតម្លើងអស់ចំនួន20គ្រឿងដោយតម្លៃដើមរបស់យើងតម្លៃដើមគឺយើងចាយអស់តែ310ទេតែបើយើងលក់ចេញទៅវិញគឺ670អញ្ចឹងគឺយើងចំណេញបាន$360អូខេអញ្ចឹងយើងទៅមើលកាន់price list ទី2របស់យើងគឺយើងចាយលើអីខ្លះនៅក្នុងនេះគឺយើងនឹងចាយទៅលើ accessory ហើយនិង calls network ដែលតាក់ទងជាមួយនឹងប្រព័ន្ធ networking របស់កាមេរ៉ាដោយទី1គឺយើងចាយទៅលើ op ការពារខ្សែភ្លើងដែលយើងត្រូវការ5ប្រអប់ហើយតម្លៃដើមវា$1.1កន្លះហើយយើងលក់ចេញទៅវិញ$3.3កន្លះដែលយើងចំណេញបាន$2ហើយទី2គឺយើងប្រអប់ដាក់ជើងកាមេរ៉ាដែលយើងត្រូវការ15ប្រអប់ដែលតម្លៃដើមវា$2ហើយយើងលក់ចេញវិញទៅ$4កន្លះដែលយើងចំណេញបាន$2កន្លះហើយទី3គឺខ្សែ cat UTP cable 305ម៉ែត្រដែលយើងត្រូវការ2ដុំដែលតម្លៃដើមវា55ដែលយើងលក់ចេញវិញ$85ហើយយើងចំណេញបាន$30វិញហើយទី4គឺ JL45 connector ក្បាលកឹបខ្សែយើងត្រូវការមកកញ្ចប់ដែលតម្លៃដើមវា$8យើងលក់វិញ15
$55ចំណេញបាន$7ហើយទី5គឺ Switch ដែលមាន port 24 port ដោយវា stand ជាមួយនឹង PoE យើងធ្វើការមួយតម្លៃដើមវា110យើងលក់ចេញវិញ165យើងចំណេញបាន$55ទី6គឺ NVR ដែលវា support 4K ហើយវាមាន channel 16 channel យើងធ្វើការមួយតម្លៃដើមវា130ហើយយើងលក់ចេញទៅវិញ210ហើយចំណេញបាន$80អូខេអញ្ចឹងចំណុចចុងបញ្ចប់គឺ hard disk ដែលយើងធ្វើការ 4T ប្រភេទ civilian hard disk ដែលធ្វើការមួយមក disk ដែលតម្លៃដើមវា$85យើងលក់ចេញទៅវិញ$115ចំណេញបាន$30ហើយយើងសរុបមកយើងលក់ចេញវិញ$7060 $7000អូខេសរុបមកដែលយើងចាយលើ accessory network របស់កាមេរ៉ាគឺយើងចាយអស់$160អូខេអញ្ចឹងយើងទៅមើលថ្លៃបន្ទាប់របស់យើងអូខេអញ្ចឹងយើងមកមើលការវិភាគចំណូលហើយនិងប្រាក់ចំណាយរបស់យើងអញ្ចឹងយើងមើលខាងផ្នែកខាងនេះវិញហិរញ្ញវត្ថុនៃកម្រងការតម្លើងកាមេរ៉ាអញ្ចឹងចំនួន20គ្រាប់របស់យើងគឺទី1ចំណូលសរុបពីកម្រងហ្នឹងគឺ plan ទុកអាចនឹងចាយ$1330គិតជាមួយនឹងឧបករណ៍និងសេវាកម្មតម្លើងដោយថ្លៃដើមយើងទិញសម្ភារៈគឺ$111កន្លះអាហ្នឹងគឺជាមួយនឹងថ្លៃដើមឧបករណ៍និងបច្ចេកទេសនិងខ្សែហើយចំណាយលើការដំឡើងនិងការដឹកជញ្ជូនគឺ$400ជាមួយនឹងថ្លៃជានិងការរៀបចំប្រព័ន្ធរីឯប្រាក់ចំណេញយើងសរុបគឺចំណេញបាន$118កន្លះអញ្ចឹងផលចំណេញរបស់អាជីវកម្មយើងគឺ 38.3% បើយើងបែងចែកសមាជិកយើង3នាក់យើងទទួលបានប្រមាណជាម្នាក់បានប្រហែលជា$239កន្លះក្នុងម្នាក់អញ្ចឹងយើងអាចមកមើលបានថាតម្លៃកម្រងយើងគឺ$1300កន្លះហើយប្រាក់ចំណេញយើងចំណេញបាន$118កន្លះអូខេអញ្ចឹងយើងមើលខ្សែបន្ទាត់របស់យើងហើយកន្លែងនេះគឺជាវិក័យប័ត្ររបស់យើងអូខេអញ្ចឹងការបត់បង្ហាញរបស់ខ្ញុំគឺឈានចូលមកកាន់ចប់ហើយអញ្ចឹងសូមអរគុណលោកគ្រូហើយនិងមករួមថ្នាក់ទាំងអស់គ្នាដែលបានស្ដាប់វីដេអូខ្ញុំដល់ចប់បើសិនជាមានបញ្ហាខុសឆ្គងឬមួយលើសកន្លែងណាសូមអភ័យទោសជាមុនបាទអរគុណ